លំហាត់ត្រៀមប្រឡងឆមាសទី1ថ្នាក់ទី10យើងមាន3លំហាត់ដំបូងនេះគឺទី1គេឲ្យគណនាកន្សោម A 2ឬ2យើងត្រូវគុណភាគបែងទៅនឹងឬ2ហើយកាលណាយើងគុណថែមភាគបែងប៉ុណ្ណឹងយើងគុណភាគយកប៉ុណ្ណឹងដែរភាគយក2គុណនឹងឬ2បាន2ឬ2ភាគបែងឬ2គុណឬ2បានឬ4ហើយឬ4បញ្ចេញបាន2ចំណែកភាគយកទុកនៅដដែលអញ្ចឹងយើងអាចសរសេរគឺ2ឬ2នៅលើ2ដក3ឬ1នេះយើងអាចផ្ដាច់ទៅជាឬ8នៅលើឬ9ដែលឬ8អាចបញ្ចេញបាន2ឬ2រីឯ9បញ្ចេញបាន3ដក15ដូចគ្នាដែរយើងផ្ដាច់ទៅជាឬ32យើងបំលែងទៅជា16គុណឲ្យ2ហើយ16បញ្ចេញបាន4 2នៅជាប់ឬរីឯភាគបែង25បញ្ចេញបាន5បូកឲ្យ10ឬ2យើងសម្រួល2ចោលនៅសល់ឬ2សម្រួល3ចោលនៅសល់ដក2ឬ2សម្រួល5ចោលនេះនៅសល់3យក3នឹងគុណ1 4បាន12ហើយឬ2នឹងបូក10ឬ2ដោយសារវាមានឬ2ដូចគ្នាយើងអាចធ្វើប្រមាណវិធីបូកដកបានដោយរក្សាឬ2ទុកនៅដដែលហើយយើងយកលេខមេគុណរបស់វាបូកដកគ្នាដែលគេអត់សរសេរនេះគឺមានមេគុណស្មើនឹង1ហើយនេះគឺដក2ដក12បូកឲ្យ10យើងបង្រួមលទ្ធផលបូក1ដក2នៅសល់ដក1ដក1ជាមួយនឹងដក12បានដក13ដក13បូក10នៅសល់ដក3ហើយឬ2ទុកនៅដដែលដូចនេះកន្សោម A គឺមានតម្លៃស្មើនឹងដក3ឬ2ចូលមកដល់លំហាត់ទី2គឺយើងត្រូវសម្រួលនៅកន្សោម B ដែលកន្សោម B មានជាប់រ៉ាឌីកាល់នៅភាគបែងករណី2តួរបៀបនៃការធ្វើគឺយើងត្រូវបំបត្តិរ៉ាឌីកាល់វិភាគបែងដោយគុណនឹងកន្សោមឆ្លាស់របស់វាដោយឡែកនៅក្នុងលំហាត់មួយនេះកន្សោមរបស់ភាគបែងវាឆ្លាស់គ្នាស្រាប់ហើយអញ្ចឹងយើងគ្រាន់តែគុណខ្វែងគ្នាបែបនេះមកវាបានកន្សោមនៃភាគបែងហើយដោយ1យើងគុណជាមួយនឹងតម្លៃ2បូកឬ3អត់មានការប្រែប្រួលទេអញ្ចឹងយើងបាន2បូកឬ3ហើយអានេះបូកទុកដដែលដូចគ្នាដែរ1គុណនឹង2ដកឬ3ក៏អត់មានការប្រែប្រួលដែរលើភាគបែងគឺ2ដកឬ3កតា2បូកឬ3ភាគយក2បូក2បាន4ឬ3ដកឬ3 0ភាគបែងក្រោយពីយើងគុណកន្សោមឆ្លាស់ហើយយើងបានតួខាងមុខនេះលើកជាការ៉េតួខាងក្រោយលើកជាការ៉េហើយសញ្ញាដកគឺប្រើប្រាស់នៅរូបមន្ត a ការ៉េដក b ការ៉េដែលវាត្រូវស្មើ a ដក b កតា a បូក b យើងបង្រួមលទ្ធផល4ទុកដដែល2ការ៉េស្មើ4ឬ3លើកជាការ៉េបាន3 4ដក3នៅសល់1អញ្ចឹងភាគបែងយើងអត់សេទេ1ដូចនេះចម្លើយនៃខ្ទង់ b គឺស្មើ4ទី3គណនាកន្សោម c ដែលកន្សោម c គេឲ្យមកប៉ុណ្ណឹងហើយយើងប្រលាតចូលគឺយក 3x គុណនឹង x ការ៉េបាន 3x គីប 3x គុណនឹងបូក 3x បានបូក 9x 3x គុណនឹងបូក4បានបូក 12x ដក x ការ៉េគុណឲ្យ 3x បានដក 3x គីបដក x ការ៉េគុណឲ្យបូក 9បានដក 9x ការ៉េយើងបង្រួមលទ្ធផល 3x គីបដក 3x គីប0 x ការ៉េនេះអត់អីបូកយើងទុកដដែលបានដក 9x ការ៉េ 9x បូក 12x បានបូក 21x ដូចនេះកន្សោម c គឺក្រោយពីបង្រួមចប់នៅសល់ដក 9x ការ៉េបូក 21x